ជំរាបសួរលោកគ្រូខ្ញុំនៅក្រុមទី1ជាមួយនឹងគឹមហេងនិងសិដ្ឋានៅក្នុង project CPU simulation អញ្ចឹងនៅក្នុង project ហ្នឹងខ្ញុំបានធ្វើជា simulator មួយទី1យើងអាច add process ឧទាហរណ៍ថា P1 ហើយឲ្យ arrival time 0 burst time 5ហើយ priority យើងនឹងត្រូវដាក់សម្រាប់ MLFQ តែយើងមិនបាច់ដាក់ក៏បានដែរវានឹង auto ខ្លួនឯងហើយយើងអាច add process នឹងបានយើងអាចធ្វើចឹងក៏បានឬក៏យើងអាច load sample data ក៏បានអញ្ចឹងពេល load sample data វានឹងឲ្យ sample data 4 process ឬក៏យើងអាច load CSV អញ្ចឹងយើងអាចយក CSV មកហើយនៅក្នុង CSV data វាគឺនៅតម្រង់បែបនេះហើយវានឹងអានទៅណៃហ្នឹងមកយកមកដាក់ក្នុងហ្នឹងអញ្ចឹងនៅពេលយើងបានប៉ុណ្ណឹងហើយយើងអាច simulate វាបានហើយអញ្ចឹងទី1តកតងពី FCSS algorithm អញ្ចឹង FCSS algorithm stand for first come first serve បានន័យថាអ្នកមកមុនគេវានឹង run មុនគេអញ្ចឹងក្នុងលក្ខខណ្ឌនេះដោយសារ arrival time យើងពីតូចទៅធំពី P1 ដល់ P4 ហ្នឹងអញ្ចឹងយើងនឹង expect វាថាវានឹង run P1 P2 P3 P4 តាមហ្នឹងអញ្ចឹងបើសិនយើងចុច run simulation យើងនឹងឃើញថាវា run P1 ចប់ run P2 ចប់ run P3 ចប់ហើយ run P4 អញ្ចឹងនឹងជា algorithm ធម្មតាបំផុតគឺ first come first serve ហើយយើងអាចមើល output វាផ្សេងទៀតតកតងពីដូចជា turnaround time waiting time និង response time ហើយនឹងនីមួយៗរបស់វាទៀតនៅក្នុង matrix ហើយយើងអាច save result នឹងបានដែរអញ្ចឹងនៅពេល save result យើងអាច save ជា TXT file អញ្ចឹងយើងអាចដាក់ឈ្មោះវាថា FCFS ហើយវានឹង save ហើយយើងអាចបើកមើលបានអញ្ចឹងនេះ result វាដូចនៅក្នុង matrix មិនអញ្ចឹងសម្រាប់algorithm ផ្សេងទៀតឧទាហរណ៍ FJS អញ្ចឹង FJS ហ្នឹងគឺ short job first អញ្ចឹង short job first គឺវានឹងមើល algorithm process ដែលនៅមានហ្នឹងមួយណាដែលមាន burst time តិចជាងគេវានឹង run ជាមួយហ្នឹងតែវាគឺ non preemptive បានន័យថាបើសិនជាមានអាថ្មីចូលមកហើយ burst time តិចជាងគេគឺវាអត់ run អាហ្នឹងមុនគេទេគឺវាចាំprocess ដែលនៅកំពុង run ហ្នឹង run ចប់សិនអញ្ចឹងឧទាហរណ៍ក្នុងលក្ខខណ្ឌនេះយើង run ទៅយើងនឹងឃើញថាវា run P1 P2 ហើយ P4 សិនមូលហេតុគឺនៅP4 វាមកអត់ទាន់នៅ time ទី4អញ្ចឹងពេលហ្នឹងពេលដល់វា decide P3 និង P4 ហ្នឹងគឺ time ទី6បានន័យថា P3 ក៏មកដល់ P4 ក៏មកដល់អញ្ចឹងវានឹង run P4 មកដោយសារ P4 burst time តិចជាង P3 ប៉ុន្តែសម្រាប់P1 និង P2 មូលហេតុដែលទោះបីជា P2 វាតែ2ហើយ P1 វា4តែវា run P1 មុនដោយសារតែនៅពេលដែលវាចាប់ដើមព្រៀន P1 គឺមកដល់ហើយតែ P2 អត់ដល់មកដល់ទេអញ្ចឹងវានឹង run P1 ឲ្យចប់សិនហើយបើយើងមើលមួយទៀតគឺ shortest remaining time អញ្ចឹង shortest remaining time គឺពេលតិចជាងគេហើយវាគឺ preemptive បានន័យថាបើសិនជាមាន process ថ្មីចូលមកហើយ process ថ្មីហ្នឹងវា burst time តិចជាងអា process ដែលកំពុង run វានឹងយកអាថ្មីហ្នឹងមក run សិនហើយបានវាទៅឆែកមើលតទៀតអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងបើសិនជាយើង run វាទៅយើងនឹងឃើញថាចូលមកភ្លាម P1 run តែ P1 ពេលហ្នឹងវា4ហើយវា run បានមួយហើយ P2 ចូលមកដល់អញ្ចឹងនៅពេលដែល P2 ចូលមកដល់ burst time P2 តែ2ឯងតែពេលហ្នឹង P1 វានៅសល់3អញ្ចឹងបានន័យថា compare ពីហ្នឹងគឺ P2 តិចជាងឯងអញ្ចឹងដូច្នេះវានឹងយក P2 មក run សិនហើយវា run P2 ចប់បានវាចូលទៅ P1 វិញដោយសារពេលហ្នឹង P1 សល់3ហើយពេលហ្នឹងគឺនៅ time step ទី3បានន័យថា P3 មកដល់ដែរប៉ុន្តែ P3 វា9អញ្ចឹងវាអត់ទាន់ run P3 ទេគឺវា run P1 សិនហើយនៅពេលហ្នឹងក៏ P4 មកដល់ដែរតែ P4 គឺវា5នៅតែច្រើនជាង P1 អញ្ចឹងP1 នឹង run ឲ្យចប់អស់ហើយបន្ទាប់ពីហ្នឹងទៀត P4 តិចជាងគេវា run P4 ហើយបន្ទាប់មកបានវា run P3 ហើយចង់ចាប់តទៀតគឺ round robin អញ្ចឹងខ្ញុំនឹងបញ្យល់តទៅមួយ round robin អញ្ចឹងនៅក្នុងfunction របស់ round robin គឺវាគិតលក្ខណៈថាវាគិតទៅលើ RDQ ថាពីណាមកមុនហើយពីណាមកក្រោយអញ្ចឹងខ្ញុំតែយកមកគឺបើយើងមើលទៅលើ process ទាំង4នេះអញ្ចឹងវានឹង run ដោយសារយើងដាក់ time quantum វា2អញ្ចឹងមានថា process ហ្នឹងនឹង run 2 run ម្ដង2 unit ម្ដង2 unit អញ្ចឹងមុនដំបូងគឺយើងចាប់ដើមពី P0 P0 វា arrival ស្មើ0អញ្ចឹងមុនដំបូងគឺ P1 វា run 2 unit អញ្ចឹងវាបានដល់2អញ្ចឹង
ក្នុងហ្នឹងយើងមើលទៅថានៅក្នុងពី0ដល់2ហ្នឹងគឺ P2 ក៏បានមកដល់ដែរអញ្ចឹងបន្តមកគឺមានថា P1 វារុញទៅក្រោយវិញអញ្ចឹងដាក់ P2 ក៏មកដល់អញ្ចឹងមានថា P2 ហើយ P1 ម្ដងទៀតអញ្ចឹងឥឡូវនេះគឺយើងតមកគឺយើង run P2 ម្ដងអញ្ចឹង P2 ក៏ run 2 unit ដែរអញ្ចឹង P2 ពេល run 2 unit អញ្ចឹងបើស្ថានវាមានតែ2អញ្ចឹងមានថា P2 ហ្នឹងគឺចោលហើយបន្ទាប់ពី run ហើយគឺវាអស់ process ទៅ run ទៀតហើយអញ្ចឹងមុនហ្នឹងគឺខ្ញុំបាននិយាយអញ្ចឹងថា P2 ហើយអញ្ចឹងមានថា P1 ក៏វានៅខាងក្រោយហ្នឹងអញ្ចឹងដល់ទៅមកបន្តមកគឺយើង run P1 ម្ដងទៀតអញ្ចឹងនៅក្នុងពេលយើង run P2 នេះគឺយើងប្រើអស់ទាំងអស់វា4 unit អញ្ចឹងក្នុងរយៈពេល4 unit ហ្នឹងគឺយើងបាន P3 ហើយនិង P4 arrival ដូចគ្នាអញ្ចឹងមានថា Q របស់យើងគឺ P1 P3 P4 តមកយើងបន្ទាប់ពី run P1 ហើយយើង run P3 អញ្ចឹង P3 ដោយសារវាមាន7 bus អញ្ចឹងយើង run off 2វា9 bus អញ្ចឹង run off 2សល់7អញ្ចឹងបន្ទាប់ពី P3 យើង run P4 មាន5 bus ដល់ពេលយើង run off 2យើងមានសល់3ទៀតអញ្ចឹងមុនដំបូងហ្នឹងគឺ P1 យើងគឺដោយសារវា run off 2 run 2ដងអញ្ចឹងវាចំណាយអស់4 bus ហើយអញ្ចឹងមានថា Q វាគឺអស់ហើយអញ្ចឹងវាសល់តែ P3 និង P4 អញ្ចឹងយើងពេលវា run P4 ហើយ run P3 តមក run P3 ហើយ run P4 រហូតទៅដល់វាអស់ចំនួនរបស់វាអញ្ចឹងយើងអាចមើលនៅ matrix របស់វាដែលវាមានដូចជា arrival របស់វាគឺជា turn around របស់វាអញ្ចឹង average គឺយើងគណនាដោយយក turn around របស់វាហ្នឹងក៏យើងគណនាដោយយក complete time ដកជាមួយនឹងcomplete time ដល់ arrival time អញ្ចឹងហ្នឹងតកតងមួយនឹង round robin ចំណុចបន្ទាប់គឺតកតងមួយ MLQ ចំណុចបន្ទាប់ទៀតគឺតកតង MLQ ដែលវា stand for multi level feeding queue អ្វីដែលខុសប្លែកពី algorithm ទាំងអស់ហ្នឹងគឺវាមាន priority កម្រិត priority របស់វាអ្វីដែល MLQ នោះគឺ algorithm យើង set នៅក្នុង code របស់យើងគឺឲ្យមាន3 priority គឺ highest priority medium priority ហើយនឹង queue ចុងក្រោយគឺ lowest priority ទាំង3ហ្នឹងគឺយើង run ជាប្រភេទ round robin algorithm ដោយ quantum ដែលយើង set ចូលហ្នឹងគឺជា queue របស់គឺជា quantum time របស់ Q1 ចំណែកឯ Q2 វិញគឺយើងយក Q1 គុណនឹង2 Q3 គឺយើងគុណនឹង2បន្តទៀតសម្រាប់ time quantum ដូចនេះនៅពេលយើង run simulator ទៅយើងឃើញalgorithm វាស្តៀងround robin ប៉ុន្តែវា run សម្រាប់ process ខ្លះវា run ច្រើនធំជាង round robin ឧទាហរណ៍នៅក្នុង P1 P2 យើងឃើញថាវា run ចប់នៅពេលដែលយើង run P1 ចប់អ្វីដែល process វាចូលមកដំបូងគេវានៅ highest priority នៅពេលដែលវា run ចប់វាតម្លាក់ priority វាមកកម្រិតអញ្ចឹង P1 ចូលមកដល់វា run បាន quantum time ដែលយើង set ឲ្យ Q1 ស្មើ2វា run បាន2ចប់P2 វាមកដល់ទៀតអញ្ចឹងយើង run P2 ចប់បើសិនជាវានៅសល់ bus time ទៀតវានឹងតម្លាក់ទៅpriority ទាបជាងនឹងដោយសារតែ priority ផុស P1 វាបានតម្លាក់ចុះក្រោមហើយអញ្ចឹងយើងត្រូវ P3 ដែលវាទៅមកដល់ហ្នឹងគឺ priority វាធំជាង P1 អញ្ចឹងយើងត្រូវ run វាមុនសិន run យើងបាន2 ms ចប់P4 មកដល់ P4 ដោយសារតែវាទៅមកដល់ priority វាធំជាង P1 ហើយនិង P3 ដូចនេះយើងទៅ run វាមុនយើង run ចប់ហើយយើងទៅ run P1 សម្រាប់ Q2 គឺតម្លៃរបស់វាយើងយកអា Q1 គុណ2វាស្មើ4ប៉ុន្តែដោយសារតែ remaining time របស់វានៅសល់តែ2ទេអញ្ចឹងយើង run 2ចប់យើងទៅមើល priority ផ្សេងទៀតគឺ3យើងឃើញ P3 យើង run 4 millisecond អញ្ចឹងយើង run ចប់ហើយយើងទៅ run P4 ដែលវាទៅតាម Q របស់វានៅពេលយើងP4 នេះ run ចប់យើងទៅ run P3
P3 នេះគឺវាធ្លាក់មកដល់ lowest priority ហើយដូចនេះ Q3 របស់វាហ្នឹងគឺយក2គុណនឹង2ស្មើ4ហើយគុណនឹង2ម្ដងទៀតគឺស្មើ8អញ្ចឹង quantum time របស់ Q3 គឺស្មើនឹង8ចំណែកឯយើងទៅមើល matrix របស់យើងវិញយើងមាន process ឈ្មោះ process arrival time burst time completion time turnaround time waiting time និង response time waiting time រយៈពេលដែលវារងចាំសរុបទាំងអស់ចំណែក response time គឺវា response បានប៉ុណ្ណាឥឡូវនេះការបកស្រាយពី project របស់យើងចប់